បាទសម្រាប់ exercise មួយនេះគឺយើងនឹងធ្វើនៅលើ Cisco switch ដោយ configure port channel អញ្ចឹងដូចនៅក្នុង network diagram នេះយើងមាន VLAN លេខ21 VLAN លេខ22និងឆ្លងកាត់ port channel ទាំងពីរហ្នឹងបាទអញ្ចឹងតើយើង configure port channel នេះនៅលើ Cisco switch ដោយវិធីណាបាទអញ្ចឹងយើងនឹងអនុវត្តជាមួយគ្នានៅលើ software GNS3 បាទយើងបើក GNS3 មកតើមកយើង add switch ទៅតាមរូបភាព diagram ដែលខ្ញុំបង្ហាញអំបញ្ញមិញនេះបាទយើងមាន switch ចំនួន3បាទ switch ទី1 switch ទី2ហើយនឹង switch ទី3បាទ computer មាន4បាទ PC 1 PC 2 PC 3និង PC 4បាទអញ្ចឹងខ្ញុំរៀបឲ្យស្អាតPC លេខ1ខ្ញុំនឹងយកជា VLAN លេខ22 sorry 21បាទ VLAN 21ហើយ PC លេខ PC លេខ2 VLAN 22បាទ VLAN 22 sorry 22បាទនិង PC លេខ4 VLAN 22ដែរចំណែកឯ PC លេខ3 VLAN 21ដូចគ្នាបាទហើយ port channel ដែលយើងប្រើប្រាស់គឺមានចំនួន4 port បាទ port លេខ5ទៅ port លេខ5 port លេខ6ទៅ port លេខ6បាទ port លេខ7ទៅ port លេខ7 port លេខ8ទៅ port លេខ8បាទក្នុង exercise នេះគឺយើងមាន port channel ចំនួន4 port បាទ combine ចូលគ្នាបាទទៅជា one logical port បាទដើម្បីបង្កើនល្បឿនពី1 gigabit per second ទៅកាន់4 gigabit per secondប៉ុន្តែនៅក្នុង exercise របស់ខ្ញុំនេះគឺមានតែ fast ethernet connection ទេអញ្ចឹងវា100គុណនឹង4វាស្មើនឹង400 megabit per second សម្រាប់ link មួយហ្នឹងបាទអញ្ចឹងលេខ4ទៅលេខ4ទៅបាទអូខេនេះជា port បាទ8 7 6និង5បាទអូខេហើយ PC ក៏យើងមាន link ទៅកាន់ switch ដែរបាទទៅកាន់ port 11 port 12 port 13 port 14បាទអូខេខ្ញុំញ៉ែកនេះមក4 3 2 1បាទគេអញ្ចឹងអានេះយើងញែកដែរដើម្បីឲ្យឃើញទៅវាស្របគ្នាបាទអូខេបាទអញ្ចឹងខ្ញុំ start device ទាំងអស់បាទ start device ទាំងអស់ចាប់ផ្ដើម configure switch ណាមុនគេក៏បានបាទបាទអញ្ចឹងយើង configure ទៅលើ switch ទី1មុនបាទយើង right click ទៅលើ switch ទី1យក console មកអូខេបន្តមកខ្ញុំសូមមិនធ្វើទៅលើការដាក់ password console ការដាក់ password enable អីទេបាទខ្ញុំបានបង្ហាញនៅលើវីដេអូផ្សេងហើយអ
ចឹងខ្ញុំចាប់ផ្ដើម configure ទៅលើតែ focus point ទៅលើ port channel បាទមាន VLAN មានអីចឹងទៅបាទត្រាំង access អញ្ចឹងណាបាទធ្វើតែប៉ុណ្្នឹងទេអញ្ចឹងជាដំបូងខ្ញុំបង្កើត VLAN លេខ22បាទ name បាទ HR បាទ okay VLAN លេខ22 name IT បាទ okay exit បាទខ្ញុំបង្កើត port channel rank បាទនៅពេលដែលយើងចង់ combine port ជាច្រើនបញ្ចូលគ្នាយើងប្រើ rank បាទ F1/1 រហូតដល់ F1/4 បាទអូខេអញ្ចឹងនៅក្នុងលេខ4នេះបាទពី port លេខ1ដល់ port លេខ4នេះយើងបង្កើត channel group លេខ2បាទ channel group លេខ2 mode on បាទ mode on ជា static mode បាទអូខេ1យើងបាន port channel លេខ2បាទអូខេយើងបង្កើត port channel មួយទៀតគឺ rank port F1/5 រហូតដល់8ជា sorry FINT rank F1/5 8បាទ channel group បាទលេខ3បាទ mode on បាទអូខេយើងបាន channel group ចំនួន2ហើយលេខ2និងលេខ3ទៅតាម network diagram របស់យើងបាទ network diagram របស់យើងមាន channel group លេខ3និង channel group លេខ2បាទអូខេឥឡូវយើងបង្កើតត្រាំងបាទ channel ហ្នឹងគឺជាត្រាំងយើង set channel ហ្នឹងជាត្រាំងបាទ INT port channel លេខ2បាទ switch port mode ត្រាំងយើងអត់ mention ថាវា allow VLAN ដូចប្រមាណទេឲ្យវា allow all តែម្ដងបើសិនបើយើងអត់ mention អញ្ចឹងបាទ port channel លេខ3បាទ switch port mode ត្រាំងដែរឲ្យវា allow គ្រប់ VLAN ID ទាំងអស់យើងអត់ mention អីទេបាទអូខេអញ្ចឹង switch ទី1ចប់ configuration ចូល switch ទី3បាទ switch ទី3 console បាទ switch ទី3បាទ config terminal បាទ VLAN លេខ21បាទ VLAN លេខ22បាទអូខេខ្ញុំសូម skip name របស់ VLAN ID ហ្នឹងបន្តមកទៀតខ្ញុំចូលទៅ interface rank លេខបាទ F1/5 រហូតដល់8បាទអូខេ channel group លេខ3 mode on បាទអូខេយើងបាន channel group លេខ3ប៉ុន្តែ complete ណាយើងចូលទៅកាន់ port channel លេខ3ហើយ set វាជាត្រាំងបាទ switch port mode ត្រាំងបាទបន្តមកទៀតបាទយើងចូលទៅ interface F1/11 របស់យើងនេះគឺជា access បាទ switch port mode access បាទ switch port access VLAN លេខ21ពីព្រោះ port លេខ11នេះគឺភ្ជាប់ទៅកាន់ PC លេខ1បាទ PC លេខ1បាទនិង port លេខ12បាទ INT F1/12 បាទ switch port mode access បាទនិង switch port access VLAN លេខ22បាទអញ្ចឹង switch ទី3រួចរាល់បាទចូល switch ទី2ម្ដង switch ទី2បាទយើងចូល switch ទី2មិនខុសគ្នាជាមួយនឹង switch ទី3និង switch ទី1ទេបាទ configure ដូចគ្នាតែម្ដងបាទ VLAN លេខ21និង VLAN លេខ22បាទអូខេបន្តមក INT F rank
F1 F1/1 រហូតដល់លេខ4បាទអូខេ channel group លេខ2ខាងហ្នឹងបាទ mode on បាទអូខេអញ្ចឹងយើងបាន channel group ហើយចាក់ចេញមកយើងចូលទៅកាន់បាទ interface port channel set វាទៅជាត្រាំងវិញបាទ port channel លេខ2យើង set វាទៅជាត្រាំង switch port mode ត្រាំងបាទចាក់ចេញមកបន្ទាប់មកយើងចូលទៅកាន់ interface F1/13 យើង turn វាទៅជាបាទ switch port mode access VLAN បាទ switch port mode access បាទ switch port access VLAN លេខ21 port លេខ13ហ្នឹងបាទ port លេខ13 VLAN លេខ21បាទដូចយើងឃើញនៅលើរូបភាពនេះបាទ port លេខ13 VLAN លេខ21បាទអូខេឥឡូវខ្ញុំចូលទៅកាន់ port លេខ14 INT F1/14 បាទអញ្ចឹង switch port mode access ដែរហើយ access VLAN លេខ22វិញបាទអូខេយើងមានត្រាំងមាន access រួចហើយឥឡូវចូលទៅការ assign IP ទៅលើម៉ាស៊ីន PC លេខ1បាទចូលទៅ console ហើយនឹង PC លេខ3យើង testing PC លេខ1និងលេខ3សិនបាទចឹង PC លេខ1បាទ PC លេខ1ច្បាស់ជាមាន IP លេខប្រហែលខ្ញុំសុំ copy ពី notepad របស់ខ្ញុំបាទ PC លេខ1បាទគឺមាន IP លេខ 21.21 បាទ gateway បើសិនជាមាន router អានឹងច្បាស់ជាមាន gateway ហើយលេខ3គឺ IP លេខ23បាទខុសកតុយប៉ុន្តែស្ថិតនៅក្នុង VLAN តែមួយ rank ខ្ទង់ទី3 21ដូចគ្នាបាទអញ្ចឹងអ្វីដែលយើង testing មើលយើង ping ទៅកាន់ PC លេខ1 192.168.21.21 សាកមើលតើវាស្គាល់គ្នាអត់បាទអញ្ចឹងបើសិនបើឃើញវាស្គាល់គ្នាបែបនេះ reply អញ្ចឹងមានន័យថា configuration របស់យើងមានទាំងត្រាំងមានទាំង port channel គឺត្រឹមត្រូវអស់ហើយបាទអញ្ចឹងបើសិនជាយើងដាក់ PC លេខ2 ping មក PC លេខ4ក៏ត្រូវដែរបាទអញ្ចឹងចង់ដឹងសាកមើលបាទចង់ដឹងសាកមើល PC លេខ2បាទ PC លេខ2 PC លេខ2មាន IP ប្រមាណបាទ IP VLAN លេខ22ខ្ញុំសុំកែកន្លែងនេះដាក់copy តែម្ដងបាទលឿនជាងបាទអូខេ 22.22 ដល់ទៅពេល PC លេខ4 22.24 បាទអូខេ PC លេខ4 22.24 បាទឥឡូវយើងសាក ping ទៅកាន់ 22.22 បាទ ping 192.168.22.22 ដែលជា PC លេខ2យើងទៅ assign មិញអញ្ចឹង VLAN 21ក៏ដំណើរការ VLAN 22ក៏ដំណើរការបាទអញ្ចឹង verify ប៉ុណ្ណេះគឺចប់ហើយថា PC ទាំង4នេះគឺរកគ្នាឃើញតាមរយៈត្រាំងនៅលើ channel port នេះបាទអញ្ចឹងកាលណាយើងបង្កើត channel ហើយយើង set វាជាត្រាំងបាទអញ្ចឹង